សូមស្វាគមន៍ខាងក្រោមនេះគឺជាការសម្រាយរឿងភាពយន្តបែបខ្មោចឥណ្ឌូនេស៊ីដែលមានចំណងជើងថា Gunarak Sokmo ដែលត្រូវបានគេស្គាល់ផងដែរថាជាកបណ្ដាសាខ្មោចស្រីរបាំឬគឺ Pizujehen នៅក្នុងការសម្រាយរឿងខ្មែរជាអត្ថបទវែងសម្រាប់អ្នកសម្រាយរឿងភាពយន្ត Narak Sokmo បណ្ដាសាខ្មោចស្រីរបាំNarak Sokmo គឺជាខ្សែភាពយន្តបែបភ័យរន្ធត់ឥណ្ឌូនេស៊ីដែលបានចាក់បញ្ចាំងនៅឆ្នាំ2020ខ្សែភាពយន្តនេះបានទាញយកការចាប់អារម្មណ៍ខ្លាំងដោយសារតែឈុតឆាកដ៏គួរឲ្យខ្លាចរួមជាមួយនឹងការនិទានរឿងដែលទាក់ទងនឹងពិធីបូជាយញ្ញគឺមន្តអាគមខ្មៅដែលមានប្រជាប្រិយភាពនៅក្នុងសាច់រឿងភ័យរន្ធត់ឥណ្ឌូនេស៊ីសេចក្តីផ្ដើមនិងតួអង្គសំខាន់រឿងនេះផ្ដោតសំខាន់ទៅលើគ្រួសារមួយដែលដឹកនាំដោយលោកអារីនិងភរិយារបស់គាត់អ្នកស្រីស៊ីសាពួកគេគឺជាគូស្វាមីភរិយាដែលហាក់ដូចជាមានជីវិតធម្មតាតែបែរជាជួបបញ្ហាធ្ងន់ធ្ងរខាងហិរញ្ញវត្ថុធ្វើឲ្យពួកគេជំពាក់បំណុលគេវ៉ាន់ដូភាពតានតឹងផ្នែកលុយកាក់បានធ្វើឲ្យទំនាក់ទំនងគ្រួសាររបស់ពួកគេប្រេះឆាជាខ្លាំងការសម្រេចចិត្តងឹត Pizujehen ដោយអស់សង្ឃឹមនឹងស្ថានភាពរបស់ខ្លួនលោកអារីបានសម្រេចចិត្តជ្រើសរើសផ្លូវងឹតមួយគឺការធ្វើ Pizujehen ពិធីបូជាយញ្ញដើម្បីបានទ្រព្យសម្បត្តិពិធីនេះទាមទារឲ្យគាត់ផ្លាស់ប្ដូរជីវិតដោយភាពសម្បូរបែបតែត្រូវបូជាដោយអ្វីមួយដែលថ្លៃថ្លាបំផុតនៅក្នុងជីវិតរបស់គាត់ទៅកាន់អារក្សឬវិញ្ញាណដែលផ្ដល់ទ្រព្យសម្បត្តិនោះបន្ទាប់ពីធ្វើពិធីរួចមកអាជីវកម្មរបស់លោកអារីក៏ចាប់ផ្ដើមរីកចម្រើនយ៉ាងឆាប់រហ័សលុយកាក់ក៏ហូរចូលដូចទឹកទាញឲ្យគ្រួសាររបស់គាត់ផ្លាស់ទៅរស់នៅក្នុងផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយអ្នកស្រីស៊ីសានិងកូនក៏ត្រេកអរនឹងការផ្លាស់ប្ដូរនេះដោយមិនបានដឹងថាភាពសម្បូរហូរហៀរនេះកើតចេញពីប្រភពអ្វីឡើយការលេចឡើងនៃវិញ្ញាណអាក្រក់មិនយូរប៉ុន្មានសញ្ញានៃភាពមិនប្រក្រតីក៏ចាប់ផ្ដើមលេចឡើងនៅក្នុងវីឡាថ្មីស៊ីសានិងកូនចាប់ផ្ដើមជួបប្រទះនៅហេតុការណ៍ចម្លែកនិងគួរឲ្យខ្លាចជាបន្តបន្ទាប់សំឡេងរំខានពេលយប់មានសំឡេងចម្លែកនិងងឺដូចជាមានអ្នកដើរនៅក្នុងផ្ទះទេស្អាតការលេចរូបរាងវិញ្ញាណមួយដែលជារឿយបង្ហាញខ្លួនជាស្ត្រីរបាំដ៏គួរឲ្យខ្លាចបានចាប់ផ្ដើមយាយីសមាជិកគ្រួសារវិញ្ញាណនេះត្រូវបានគេជឿថាជាកុសខ្មោចស្រីរបាំក៏ដែលជាអ្នកមើលការខុសត្រូវលើកិច្ចព្រមព្រៀង Pizujehen នោះអេរិយាបថប្លែកលោកអារីខ្លួនឯងក៏ចាប់ផ្ដើមមានអាកប្បកិរិយាប្លែកនិងលាក់លៀមហើយជារឿយគាត់តែងតែបាត់មុខយ៉ាងអាថ៌កំបាំងការលាតត្រដាងការពិតស៊ីសាកាន់តែព្រួយបារម្ភចំពោះសុវត្ថិភាពគ្រួសាររបស់នាងហើយក៏បានចាប់ផ្ដើមស៊ើបអង្កេតពីប្រភពនៃទ្រព្យសម្បត្តិដ៏លឿនរបស់ប្តីនាងទីបំផុតនាងក៏បានរកឃើញការពិតដ៏គួរឲ្យរន្ធត់អំពី Pizujehen ដែលលោកអារីបានធ្វើហើយនាងក៏យល់ថាការសម្រេចចិត្តដ៏ងឹតនេះមិនមែនជារឿងលេងសើចនោះទេវិញ្ញាណខ្មោចស្រីរបាំនោះបានមកទារយកនៅការសង្កត់របស់ខ្លួនដែលជាធម្មតាទាមទារនៅជីវិតរបស់សមាជិកគ្រួសារណាម្នាក់ជាថ្នូរនឹងភាពមានបាននោះភាពតានតឹងនិងការប្រយុទ្ធគ្រួសារនេះបានរកឃើញខ្លួនឯងស្ថិតក្នុងភាពភ័យខ្លាចខ្លាំងនិងព្យាយាមស្វែងរកជំនួយពីមនុស្សដែលមានចំណេះដឹងខាងវិញ្ញាណដើម្បីកម្ចាត់វិញ្ញាណអាក្រក់នេះនិងបំបែកបណ្ដាសានៃ Pizujehen នេះឈុតឆាកក្នុងរឿងក៏បានបង្ហាញពីការតស៊ូដ៏លំបាករបស់ស៊ីសាក្នុងការការពារកូនរបស់នាងពីការក្លាយជាជនរងគ្រោះបូជាយញ្ញរបស់វិញ្ញាណនោះរឿងនេះបានបង្ហាញយ៉ាងច្បាស់អំពីផលវិបាកនៃការលួចប្រលឹងទៅអារក្សដើម្បីបានទ្រព្យសម្បត្តិដោយសង្កត់ធ្ងន់ទៅលើសីលធម៌និងតម្លៃនៃគ្រួសារថាវាសំខាន់ជាងទ្រព្យសម្បត្តិដែលកើតចេញពីមន្តអាគមសេចក្តីបញ្ចប់ភាពយន្តនេះបានបិទបញ្ចប់ដោយមានភាពស្រពេចស្រពិលនិងគួរឲ្យតក់ស្លុតអាស្រ័យលើការសម្រាយរឿងនីមួយប៉ុន្តែសារសំខាន់គឺនៅត្រង់ថាទង្វើអាក្រក់តែងតែនាំមកនូវផលវិបាកអាក្រក់ការប្រើប្រាស់ Pizujehen បានធ្វើឲ្យគ្រួសារនេះឈរនៅមុខមាត់ទ្វារនៃសេចក្តីស្លាប់និងការបាត់បង់សមាជិកដ៏គួរឲ្យស្រឡាញ់ពិតប្រាកដណាស់ឃ្លាដែលថាអាស្រ័យលើការសម្រាយរឿងនីមួយគឺនេះមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងបរិបទនៃការសង្ខេបខ្សែភាពយន្តវាមានន័យថាការបញ្ចប់ឬព័ត៌មានលម្អិតសំខាន់អាចមានភាពខុសប្លែកគ្នាទៅតាមអ្នកសម្រាយ The narratorការសង្កត់ធ្ងន់អ្នកសម្រាយខ្លះអាចផ្ដោតខ្លាំងលើឈុតឆាកបូជាយញ្ញ Pizujehen របស់លោកអារីការកាត់ការបកប្រែពេលខ្លះអ្នកសម្រាយបានកាត់ផ្ដាច់នៅព័ត៌មានលម្អិតសំខាន់ឬបកប្រែឈ្មោះតួអង្គចំណងជើងមិនដូចគ្នាទាំងស្រុងពីភាសាដើមឥណ្ឌូនេស៊ីមកជាភាសាខ្មែរភាពយន្តដើម The original movie ភាពយន្តមួយមានចំណងជើងច្រើនពេលខ្លះរឿងមួយមានចំណងជើងជាភាសាដើមមួយ Narak Sokmo តែត្រូវបានគេយកមកដាក់ចំណងជើងជាភាសាខ្មែរខុសគ្នាបណ្ដាសាខ្មោចស្រីរបាំឬគឺ Pizujehen ក៏ធ្វើឲ្យអ្នកទស្សនាស្មានថាជារឿងផ្សេងគ្នាការបកស្រាយ interpretation ការបញ្ចប់ស្រពេចស្រពិល ambiguous ending ភាពយន្តភ័យរន្ធត់ជាច្រើនជាពិសេសរឿងឥណ្ឌូនេស៊ីតែងតែមានការបញ្ចប់ដែលមិនច្បាស់លាស់
វិញ្ញាណនៅតែតាមលងបន្លាចឬតួអង្គសំខាន់ស្លាប់តែវិញ្ញាណមិនត្រូវបានកម្ចាត់ដូច្នេះការបកស្រាយចុងក្រោយរបស់អ្នកសម្រាយម្នាក់ក៏ខុសគ្នាដែរដូច្នេះហើយខ្ញុំបានប្រើឃ្លានោះដើម្បីបញ្ជាក់ថាការសម្រាយរឿងនេះផ្អែកលើសាច់រឿងរួមប៉ុន្តែព័ត៌មានលម្អិតដាច់ដោយឡែកណាមួយដូចជាការស្លាប់របស់តួអង្គច្បាស់លាស់ឬការកម្ចាត់វិញ្ញាណច្បាស់លាស់អាចមានភាពខុសគ្នាបន្តិចបន្តួចទៅតាមវីដេអូសម្រាយរឿងដែលអ្នកបានមើលសូមអធ្យាស្រ័យណារឹកសក់មកគឺជារឿងបែបភ័យរន្ធត់ថ្មីមួយដែលផ្ដោតលើតួអង្គឈ្មោះ Kenara ដែលជាអតីតអ្នករាំហើយនាងបានទៅលេងផ្ទះមិត្តភ័ក្តិនៅភូមិ Kelawanjan ចំណែកការសម្រាយរឿងដែលខ្ញុំបានផ្ដល់ជូនមុននេះដែលនិយាយអំពីគ្រួសារលោក Array និង Pezujan ទំនងជាការសម្រាយរឿងដែលដាក់ឈ្មោះថាកបណ្ដាសាខ្មោចស្រីរបាំក៏ដែលអ្នកសម្រាយខ្មែរបានប្រើសម្រាប់រឿងផ្សេងទៀតអាចជារឿងឥណ្ឌូនេស៊ីផ្សេងទៀតដើម្បីផ្ដល់ព័ត៌មានលម្អិតអំពីការបញ្ចប់ដែលត្រឹមត្រូវបំផុតសូមខ្ញុំបន្តផ្ដល់ការបញ្ចប់របស់រឿងការបញ្ចប់រឿង Narik Sakmo Therian Kimation ផ្ដោតលើតួអង្គ Kenara រឿងនេះនិយាយអំពី Therian Narik Sakmo តារាងហៅវិញ្ញាណដែលជាតារាងមរណៈដែលតាក់ទងនឹងគូស្នេហ៍ពីរនាក់ឈ្មោះ Benio និង Vetamayu ដែលបានស្លាប់កាលពី20ឆ្នាំមុនដោយសារទង្វើឃោរឃៅរបស់អ្នកភូមិការរកឃើញនិងការតស៊ូ Kenara តួអង្គកែកបានចាប់ផ្ដើមរាំតារាង Narik Sakmo ដោយមិនដឹងខ្លួនហើយការរាំនេះបាននាំមកនូវមរណៈដ៏អាថ៌កំបាំងដល់អ្នកភូមិនាងបានដឹងបន្តិចម្ដងថា Benio និង Vetamayu មិនមែនជាវិញ្ញាណអាក្រក់ទេតែជាជនរងគ្រោះដែលស្នេហារបស់ពួកគេត្រូវបានបំផ្លាញដោយអ្នកភូមិខ្លួនឯងតួអង្គ Kenara ត្រូវតែស្វែងរកវិធីដើម្បីបញ្ឈប់ការរាំដែលនាំមកនូវបណ្ដាសានិងលាតត្រដាងការពិតអំពីការស្លាប់របស់គូស្នេហ៍ទាំងពីរដើម្បីដោះលែងព្រលឹងពួកគេការបញ្ចប់សំខាន់ដោយសារតែខ្សែភាពយន្តបែបភ័យរន្ធត់បែបនេះតែងតែមានការបញ្ចប់មិនច្បាស់លាស់ ambiguous ending ប៉ុន្តែជាទូទៅការបញ្ចប់គឺការលាតត្រដាងនិងការសងសឹក Kenara អាចនឹងសម្រេចបាននូវការដោះលែងវិញ្ញាណរបស់ Benio និង Vetamayu ដោយការបង្ហាញពីកំហុសរបស់អ្នកភូមិការស្លាប់របស់អ្នកភូមិដែលពាក់ព័ន្ធនឹងអំពើអាក្រក់កាលពី20ឆ្នាំមុនគឺជាការសងសឹករបស់វិញ្ញាណបណ្ដាសានៅតែបន្ត possibility of continuation ដូចទៅនឹងខ្សែភាពយន្តភ័យរន្ធត់ជាច្រើនទៀតទោះបីជា Kenara រួចផុតពីគ្រោះថ្នាក់ក៏ដោយក៏មានការចង្អុលបង្ហាញតិចតួចថាអំណាចនៃ Therian Narik Sakmo ឬបណ្ដាសានៅតែស្ថិតនៅក្នុងភូមិឬជាប់ជាមួយ Kenara ដោយបើកផ្លូវសម្រាប់ការផលិតភាពបន្ត sequel សរុបមកការបញ្ចប់ផ្ដោតទៅលើការបញ្ចប់ការសងសឹកនៃវិញ្ញាណអ្នករាំតាមរយៈការលាតត្រដាងអាថ៌កំបាំងក្នុងភូមិជាជាងការដោះស្រាយបញ្ហា Pezujan ដោយការសម្រាយរឿងមុន